បាទជម្រាបសួរបងបាទថ្ងៃនេះថ្ងៃទី9ខែ11 2025បាទខ្ញុំសូមបង្ហាញអំពីកូនមន់ប្រាម៉ាបន្តិចបាទទើបញាស់ថ្មីអាយុបាន2ថ្ងៃហើយណាបាទញាស់ពីម្សិលមិញហ្នឹងហើយអញ្ចឹងនេះគឺកូនមន់ប្រាម៉ាពូជឈុតបាទរោមជើងក្រាស់ល្អចាំមើលនេះបាទនេះអាយុ2ថ្ងៃឯងពេលរោមជើងប៉ុណ្ណឹងណាបាទពេលធំឡើងវែងអានេះវែងនេះបាទទៅក្រាស់បាទកូនមន់ហើយខ្ញុំសូមចែកម្លែកអំពីរបៀបក្នុងការថែទាំកូនមន់បន្តិចដែលទៅនឹងយកជីមីទូអញ្ចឹងណាហ្នឹងហើយអញ្ចឹងខាងខ្ញុំប្រើត្រង់នេះត្រង់ Q នេះដែលខ្ញុំផ្សារមកបាទតម្លៃវា 25,000 បាទហើយខ្ញុំឆ្នៃกระดาษកេសបាទឆ្នៃกระดาษកេសមកហើយយើងហ៊ុំព័ទ្ធជុំវិញត្រង់អញ្ចឹងណាបាទហ៊ុំព័ទ្ធជុំវិញត្រង់អញ្ចឹងណាយើងហ៊ុំព័ទ្ធដើម្បីអីគឺដើម្បីការពារពេលយប់ខ្យល់បក់ចូលក្នុងទ្រុងខ្យល់ត្រជាក់អញ្ចឹងបើសិនជាមានខ្យល់បក់ប៉ះមន់អញ្ចឹងទៅធ្វើមន់ហ្នឹងវាល្ងាហើយឆាប់ដាស់សាយនឹងហើយសកុកអញ្ចឹងខ្ញុំឆ្នៃបែបនេះគឺការពារខ្យល់ល្អហ្នឹងវាកុកដៅហើយខាងក្នុងមានចំបើងបាទយើងប្រើចំបើងក៏បានប្រើអង្កាំក៏បានដែរប៉ុន្តែខ្ញុំប្រើចំបើងល្អជាងចំបើងនេះវាមានប្រយោជន៍3ទី1ធ្វើឲ្យមន់កុកដៅបាទដៅអ៊ុនអ៊ុនអញ្ចឹងណាហ្នឹងហើយមានភាពកុកដៅទី2ការពារឆ្មាឬក៏កដោធម្មតាឆ្មាកដោវានេះវាខំកុំមន់តាមលោះនេះមន់ដាក់ជើងទៅខំពុបងាប់បដ ாய் អញ្ចឹងការពារឆ្មាកដោដោយសារទីញ៉ាំសម្បូរឆ្មាហ្នឹងហើយនេះប្លោះនេះបាទវាឆ្មក់ខំអញ្ចឹងណាហ្នឹងហើយហើយទី3ធ្វើឲ្យលំមុខមន់ឆាប់ស្ងួតដោយសារមន់ជួសមកនៅលើចំបើងនឹងហើយវាហើវាប៉ាំងហើអញ្ចឹងណាអញ្ចឹងធ្វើលំមុខមន់ឆាប់ស្ងួតហ្នឹងហើយហើយមានទឹកស្អាតហើយអំពូសដើម្បីបំភ្លឺមន់ពេលយប់ហ្នឹងហើយខាងនោះគឺអំពូកម្ដៅអញ្ចឹងពូកម្ដៅគឺដាក់អូតូបាទហ្នឹងហើយអញ្ចឹងពេលត្រង់ខ្វះកម្ដៅត្រជាក់វាភ្លឺតែដល់ពេលត្រង់គុកកម្ដៅវាអាលួតដោយសារយើងមាន sensor នេះបាទមាន sensor នេះមានខ្សែ sensor នេះខ្សែខ្មៅហ្នឹងហ្នឹង sensor កម្ដៅបាទហើយនេះអញ្ចឹងវាត្រង់ខ្វះកម្ដៅវាភ្លឺអញ្ចឹងណាចាំមើលទៅពេលវាគុកកម្ដៅវាលួតវិញហើយដោយសារវាអូតូអញ្ចឹងណាហើយនេះគឺជាសភាពមន់ដែលទើបចេញពីទូភ្ញាស់ថ្មីអាយុ2ថ្ងៃបាទគឺមុំល្អហ្នឹងបាទចាំមើលទៅពេលវាគុកកម្ដៅវាលុតអញ្ចឹងកុំមន់ដែលទៅភ្ញាស់ចឹងខ្ញុំដាក់កម្ដៅសិតវា33 34ហ្នឹងហើយមានថាកម្ដៅ33ភ្លឺកម្ដៅ34លុតហ្នឹងហើយកុំមន់ធំទៅយើងស្រែតាមហ្នឹងទៅហ្នឹងហើយអញ្ចឹងវាលុតវិញដោយសារវាគុកកម្ដៅក្នុងទ្រុងហ្នឹងហើយខាងលើនេះគឺក្របកណាត់នេះក្របកណាត់នេះបាទក្របកណាត់អញ្ចឹងដើម្បីឲ្យវាហប់ហើយមន់មានភាពកក់ក្ដៅអញ្ចឹងណាហ្នឹងហើយបាទហើយចំពោះពេលថ្ងៃគឺអំពូសនេះហើយនឹងអំពូកម្ដៅគឺយើងដកចេញយើងអត់ដល់ព្រីទេយើងដកព្រីចេញអញ្ចឹងណាដើម្បីហើយយើងផ្សំវាតាមបែបធម្មជាតិហ្នឹងហើយយើងប្រើអំពូសនិងអំពូកម្ដៅទៅប្រយុទ្ធទេដោយសារយប់ត្រជាក់ខ្លាំងប៉ុន្តែពេលថ្ងៃអត់អីទេយើងដកចេញបានហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងពាក់ព័ន្ធនឹងរបៀបក្នុងការថែទាំកុំមន់ដែលទៅញាស់ហ្នឹងបាទចូលពេលចិត្តមកណាហ្នឹងអរគុណច្រើនបងបាទអរគុណ